ថែមទាំងបានឆ្លងភពទៅសម័យបុរាណដល់ចុងទី28នៅក្នុងភូមិគ្រឹះមេតបនៅថ្ងៃនេះម្ចាស់ស្រាប់តែយកសັບឃើញមេតបធំស្លាប់ក្នុងសមរភូមិហើយចុងក្រោយសំបីតែកូនចៅសម្រាប់ធ្វើបុណ្យសពក៏គ្មានគាត់ក៏បានបញ្ជាឲ្យភរិយានាំប្រពន្ធចុងប៉ុន្មានអ្នកទៅព្រំដែនដើម្បីបន្តពូជពងជាមួយមេតបតែខណៈដែលប្រពន្ធដើមនិងប្រពន្ធចុងផ្សេងទៀតដណ្ដើមគ្នាទៅមើលមុខស្វាមីក្មេងស្រីរូបនេះបែរជាលាក់ខ្លួននៅជ្រុងខាងការបង្កើតកូនមានហានិភ័យខ្ពស់ណាស់ផលតបស្នងវិញតិចតួចណាស់ជាការងារដែលមានគ្រោះថ្នាក់បំផុតនឹកស្មានមិនដល់ថាភាពមិនចង់បានរបស់នាងបែរជាធ្វើឲ្យភរិយាដើមចាស់ក្មេងស្រីបែបនេះនឹងមិនបង្កបញ្ហាដល់គាត់ឡើយតាមធម្មជាតិគឺគ្មានគ្រោះថ្នាក់អ្វីឡើយតែអ្នកណាទៅសកម្មភាពមួយនេះរបស់គាត់ហើយដូរវាសនារបស់ភូមិគ្រឹះមេតបទាំងមូលថ្ងៃបន្ទាប់ក្មេងស្រីរូបនេះត្រូវបានបង្ខំឲ្យទៅកាន់បន្ទីទាហានជាមួយប្រពន្ធដើមនិងប្រពន្ធចុងម្នាក់ទៀតថាខ្លួនកាន់តែឆ្ងាយពីជីវិតនៅបៃឡាននាងក៏មានអារម្មណ៍អស់សង្ឃឹមភ្លាមថ្ងៃល្អរបស់ខ្ញុំប្រហែលជាដល់ទីបញ្ចប់ហើយប៉ុន្តែនៅពេលដែលពួកគេជិតដល់បន្ទីទាហានស្រាប់តែមានក្រុមចោរភ្នំមួយក្រុមបានសម្រុកចូលមកឃើញថាពួកចោររៀបនឹងចាប់ខ្លួននាងទៅធ្វើជាប្រពន្ធមេប្លន់ធ្វើឲ្យប្រពន្ធចុងដែលនៅក្បែរនោះភ័យខ្លាចរហូតចង់ហើបមាត់ប្រាប់ពីឋានៈក្មេងស្រីឃើញដូច្នោះក៏ប្រញាប់យកដៃខ្ទប់មាត់នាងជាប់ព្រោះថាពួកចោរភ្នំស្អប់បំផុតគឺពួកទាហានរាជការបញ្ចេញអត្តសញ្ញាណដោយមិនប្រុងប្រយ័ត្ននឹងធ្វើឲ្យស្លាប់កាន់តែវេទនាដូច្នេះក្មេងស្រីក៏កុហកថានាងជាប្រពន្ធចុងលោកសេដ្ឋីវាំងនៅជើងភ្នំហើយប្រាប់ពួកចោរថាអាចទៅទារប្រាក់លុះពីពួកគេបានក៏បានចាប់ពួកគេឃុំខ្លួនដាច់ដោយឡែកពីគ្នាភ្លាមលុះក្មេងស្រីចូលក្នុងបន្ទប់ក៏ឃើញមានបុរសម៉ាំជាច្រើនត្រូវបានឃុំនៅទីនោះអ្នកដឹកនាំមានអាកប្បកិរិយាខ្ពង់ខ្ពស់ហើយក៏សង្ហាខ្លាំងមើលទៅមមមុនណាស់តែបែរជាវាមិនឈ្នះពួកចោរនៅខាងក្រៅទៅវិញម្នាក់នេះតាមពិតជាអ្នកចេះក្បាច់គុនតើអាចជាអ្នកដែលគួររួមសហការបានទេណែហើយអ្វីបានជាអ្នកមិននិយាយដោយមិនដឹងថាសហានៅចំពោះមុខនាងគឺជាស្វាមីរបស់នាងដែលមានឋានៈជាមេតបធំតាមពិតទៅមេតបធំបានស៊ើបដឹងថាភ្នំមួយនេះនៅក្រោមវិហារដែលពួកចៅកាន់កាប់មានភ្នំបុរាណមួយតាមរឿងព្រេងក្នុងភ្នំបុរាណនោះមានលក្ខប្លង់ផលិតកម្មភ្លើងដ៏មានតម្លៃទើបលោកធ្វើពុតជាត្រូវគេចាប់ខ្លួនដើម្បីលួចស៊ើបការដំបងឡើយបុរសនោះមិនចង់រវីរវល់ជាមួយនាងឡើយនឹកស្មានមិនដល់ថានាងស្រាប់តែនិយាយថាមានភ្នំបុរាណនៅក្រោមដីហើយប្រាប់ថាខ្លួនអាចនាំគ្រប់គ្នាគេខ្លួនបានវាហើយបុរសនោះក៏ស្រឡាំងកាំងភ្លាមបន្តទៀតបន្ទាប់មកក្មេងស្រីក៏បានពន្យល់ពីការសន្និដ្ឋានរបស់នាងតាមក្បួនហុងស៊ុយដោយនិយាយថាទីនេះជាកន្លែងដាច់ស្រយាលមិនសមនឹងសាងសង់វិហារតតែសោះមូលហេតុដែលមានប្រកាសជាដើម្បីបង្ក្រាបបញ្ចាស់ភ្នូដែលនៅខាងក្រោមហើយបុរសនោះនឹកស្មានមិនដល់សោះតម្រុយភ្នូបុរាណដែលខ្លួនខំប្រឹងស្វែងរកបែរជាត្រូវក្មេងស្រីមើលធ្លុះត្រឹមមួយផ្លែកធ្វើឲ្យគាត់ចាប់ដើមមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនាងបើដូច្នោះមែនបុរសនោះក៏មិនចង់បង្អង់យូរបានដឹកនាំក្រុមទៅកំទេចចម្រុកចោលភ្នំទាំងមូលតែតមកផ្អែកតាមការណែនាំផ្នែកហុងស៊ុយរបស់ក្មេងស្រីក៏បញ្ជាឲ្យមនុស្សជីកនៅកន្លែងនឹកមិនយូរប៉ុន្មានក៏បាននាំគ្នាចូលទៅក្នុងបន្ទប់ភ្នូយ៉ាងក្រឹកក្រែងក្មេងស្រីស្រឡាំងកាំងពេលឃើញវត្ថុបញ្ចុះសពេញក្នុងបន្ទប់នាងគិតក្នុងចិត្តថាបើមានរបស់រត់គេចេញពីភូមិគ្រឹះមេតបបាននៅប្រកបដោយសេចក្តីសុខនិងសេរីភាពនរណាទៅដឹងថាបុរសនោះបែរជាផ្ដល់រង្វាន់ត្រឹមតែបន្តមួយជាមួយកូនចៅរបស់មេតបបានដើររកពេញភ្នូបុរាណក៏នៅតែរកមិនឃើញប្លង់ផលិតកម្មភ្លើងនោះដែរចំពេលនោះដែរក៏មានតបស្ត្រីយ៉ាងច្រើនក៏ដេញតាមមកដល់ដោយគិតថាលើកនេះមកមិនបាននាំគ្នាច្រើនបុរសនោះដឹងខ្លួនថាគេអាចនឹងត្រូវបាត់បង់ជីវិតនៅទីនេះហើយដើម្បីកុំឲ្យក្មេងស្រីនោះរងការប្រមាថពីស្រូវក៏ហុចកាំបិតខ្លីមួយឲ្យទៅនាងឲ្យគេបាញ់ព្រួយដាក់ខ្ញុំពីរគ្រាប់ចុះតាមពិតទៅទោះស្ត្រីច្រើនឬតិចក៏មិនមែនថាគ្មានវិធីដោះស្រាយដែរចុះបើបងសាកស្ដាប់គំនិតរបស់ខ្ញុំបន្តិចមើលថែមទាំងយល់ដឹងពីកិច្ចការសត្វទៀតដើម្បីរស់នាងក៏ដល់ល្បិចទាំង36ចេញមកប្រើល្បិចបន្តល្បិចមួយភ្ជាប់ទៅមួយទៀតយូរប៉ុន្មានក៏បានរៀបយុទ្ធសាស្ត្របំបែកស្រូវផែនការដ៏ម៉ត់ចត់នោះធ្វើឲ្យទាហានគ្រប់គ្នាកោតសរសើរខ្លាំងឃើញបែបនេះមេតបក៏ដកកាំបិតខ្លីទុកវិញដោយយល់ថាគាត់ប្រហែលមិនបាច់ប្រើនាងបែរជាឃើញថាកាំបិតនោះស្អាតខ្លាំងហើយច្បាស់ជាមានតម្លៃណាស់នាងក៏ចង់បានវាមកវិញភ្លាមកាំបិតនេះនៅជាប់នឹងមេធំយូរមកហើយងាយស្រួលដល់ថ្នាក់នេះគឺជាសៀវវ៉ាន់នាងក៏បានថាបគាត់មួយខ្សឹបរបស់ដូននិងរបស់មិនទាន់ទាំងឲ្យលោកមេតបដឹងខ្លួនក្មេងស្រីនោះក៏ថាគាត់មួយខ្សឹបនៅចំពោះមុខមនុស្សគ្រប់គ្នាពេជ្រនោះមុខលោកមេតបឡើងក្រហមងាំងដល់ក្រោយត្រចៀកឃើញបែបនេះពួកកូនចៅក៏នាំគ្នាបង្អាក់សួរថាហេតុអ្វីមុខប្រហែលជាលើកដំបងហើយដែលត្រូវគេថានិយាយឈួតនៅផ្ទះយើងមានប្រពន្ធចុងជាង10នាក់ឯណោះសុទ្ធតែគេយកមកយើងមិនទាំងខ្ចីសម្លឹងមើលផងមិននឹងអាចថាជាលើកដំបងដែលនិយាយធ្វើមុខមកវិញហើយបញ្ជាឲ្យធ្វើតាមផែនការដោយសារតែឧបាយកលដ៏ឆ្លាតវៃរបស់ក្មេងស្រីទាហានម្នាក់បានប្រយុទ្ធសម្លាប់សត្រូវយ៉ាងក្លាហានមិនយូរប៉ុន្មានក៏បានសម្លាប់សត្រូវដែលមកឈ្លានពានទាំងអស់បន្ទាប់ពីនោះក៏បានប្រគល់កាំបិតខ្លីឲ្យនាងតាមការសន្យាហើយបាននិយាយថាដើម្បីសុវត្ថិភាពឲ្យនាងតាមខ្លួនទៅបន្ទីទាហានជាមុនសិននាងគិតថាស្វាមីរបស់នាងនៅឯបន្ទីទាហានតែអ្នកណាដឹងទៅដល់ពេលយប់កូនចៅបែរជារៀបចំឲ្យនាងនិងបុរសនោះនៅបន្ទប់ជាមួយគ្នាដោយអ្នកទាំងពីរក៏បាននៅជាមួយគ្នាយ៉ាងទៅតអស់មួយយប់លុះដល់បន្ទីទាហានក៏បានសួរនាំបុរសនោះពីដំណឹងរបស់មេតបធំតែបែរជាត្រូវបុរសនោះសង្ស័យថានាងជាចារកម្មដែលសត្រូវបញ្ជូនមកដូច្នេះដើម្បីចង់ដឹងពីការពិតគាត់ក៏បានកុហកថាខ្លួនគ្រាន់តែជាអនុហ្វេនីតូចម្នាក់ហើយមិនដឹងពីដំណឹងរបស់មេតបធំនោះទេបន្ទាប់មកក៏ទុកក្មេងស្រីនោះនៅក្នុងបន្ទីដើម្បីលួចសង្កេតមើលស្របពេលនោះដែរក្មេងស្រីបានរកឃើញថាពួកទាហានរបួសដោយសារតែអាកាសធាតុការថែទាំមិនបានរបួសចាប់ផ្ដើមរលួយនិងរលាកអស់ហើយបើមិនព្យាបាលឲ្យទាន់ពេលទេវាអាចនឹងបង្កឲ្យមានជំងឺអាសន្នរោគឈឺណាស់សូមអ្នកនាងជួយបញ្ចប់ការជិះចាប់នេះឲ្យខ្ញុំផងកុំបារម្ភអីចាំខ្ញុំជួយមើលឲ្យការឆ្លងមេរោគធ្ងន់ធ្ងរពេកហើយសាច់នៅជុំវិញមុខរបួសបែរជារលួយអស់ទៅហើយអ្នកនឹងមិនស្លាប់ទេខ្ញុំនឹងជួយសង្គ្រោះអ្នកជាវយឺតយ៉ាវណាស់ហេតុអ្វីមិនទាន់មកទៀតការឆ្លងមេរោគធ្ងន់ធ្ងរណាស់អ្នកត្រូវប្រើថ្នាំសេះមិនអាចបង្អង់យូរបានទេជួយពួកគេចម្រាញ់ថ្នាំពេនីស៊ីលីនលោកមេតបការយាយីរបស់ម៉ូប៊ីកាន់តែញឹកញាប់ទៅទោះបីជាពួកយើងឈ្នះសមរភូមិប៉ុន្មានលើកក៏ដោយប៉ុន្តែទាហានដែលរងរបួសមានច្រើនណាស់កង្វះខាតអសព្យាបាលគឺជាបញ្ហាធ្ងន់ធ្ងរមេតបឈិនក៏នៅខាងក្នុងដែរលួចមើលមួយផ្លែទៅមិនអីទេតាមេតបសិនក៏នៅខាងក្នុងដែរលួចមើលបន្តិចសិនមិនអីទេថ្ងៃក្រោយនឹងបានជិះចេញពីគាត់បើមិនដូច្នោះទេប្រសិនបើថ្ងៃណាមួយគាត់មកឈរនៅពីមុខខ្ញុំក៏ប្រហែលជាមិនស្គាល់គាត់ដែរនរណានៅខាងក្រៅឈប់
តែឯងកំពុងធ្វើអ្វីថយចេញទៅបាទបែរខ្លួនមកមិនក៏ជាឯងចុះមេតបសានសានអូយលោកមេតបឈិនកំពុងចាត់ចែងការសម្ងាត់យោធានៅក្នុងជំរំពួកគេហៀបនឹងចេញមកមើលថាតើនរណាកំពុងលួចស្ដាប់បើចាប់បាននឹងត្រូវវាសម្លាប់ចោលភ្លាមហ្វេងឈៀវ៉ាន់នាងពិតជាចារកម្មមិនមែនទេខ្ញុំមកទីនេះដើម្បីរកលោករកខ្ញុំមានការអីជឿថាលោកអាចឲ្យកិច្ចការតម្លៃ500ដំឡឹងដល់ខ្ញុំគឺព្យាបាលជំងឺឲ្យខ្មោចឆៅប៉ុន្តែខ្ញុំគ្មានថ្នាំសង្កូវទេនាងចេះវិជាពេទ្យផងចេះតិចតួចដែរអើយកុំតន់និយាយរឿងនេះអីឆាប់ចូលទៅប្រាប់លោកមេតបសិនទៅខ្ញុំមិនមែនស៊ីកុងទេបានខ្ញុំទៅប្រាប់លោកមេតបសិនមួយម៉ាត់សិនឯងចាំនៅទីនេះបន្តិចសិនទៅកុំភ្លេចប្រាប់ថាឯងត្រូវការអ្វីខ្លះដើម្បីព្យាបាលហើយអ្វីបានជាគាត់យកចិត្តទុកដាក់នឹងខ្ញុំលោកមេតបសិនម្នាក់នេះមើលទៅមិនមែនគ្រាន់តែរឿងថ្នាំពេទ្យនោះទេតែហាក់ដូចជាគ្មានគោលបំណងអ្វីផ្សេងទៀតសោះភ្លេចប្រាប់ឯងទៅអ្នកដែលចូលមកលីអ៊ីងដោយគ្មានការអនុញ្ញាតមិនមែនជាឯងទេក្រូចដែលផ្អុំអស់ហើយនេះត្រីញៀតដែលគេហៅទុកឈូងមួកដែកនឹកស្មានមិនដល់ថាមានទាំងបរមីទៀតប្រកាសហៅថាជួយមនុស្សមិនបាច់បេះថ្នាំតែប្រើរបស់ទាំងនេះអាយ៉ានេះគេហៅថាការចម្រាញ់ពេនីស៊ីលីនពួកគេឆ្លងមេរោគធ្ងន់ធ្ងរពេកហើយអស្ចារ្យបុរាណមិនអាចជួយបានតតែត្រូវប្រើថ្នាំសាសពិសេសយកទឹកខ្មេះបន្តិចលាយជាមួយទឹកឲ្យរាវរួចយកផេះរុក្ខជាតិមកត្រាំទឹកចម្រោះឈោថ្មឹងធ្វើអីហ្នឹងពេលវេលាមិនរងចាំយើងទេលឿនឡើងសម្រាប់ការងារហើយនេះហើយគឺជាពេនីស៊ីលីនបិចក៏មើលទៅដូចគ្នាអញ្ចឹងចូលរួមជួយសង្គ្រោះលោកម្ចាស់មកមើលស្ថានភាពខាងក្រោមនេះបន្តិចសៀវហុយសូមជម្រាបលោកម្ចាស់ពួកគេកំពុងគ្រុនក្តៅខ្លាំងរហូតសន្លប់កងទ័ពខ្វះខាតអស្ចារ្យរឹតតែពិបាកស្រោចស្រង់សៀវវ៉ាន់ខ្ញុំសួរអ្នកជាលើកចុងក្រោយតើអ្នកប្រកាសទេថាវាអាចព្យាបាលបានមិនមានបញ្ហាធំតែបើបណ្ដោយឲ្យយូរទៀតវានឹងគ្រោះថ្នាក់ខ្លាំងអញ្ចឹងប្រញាប់ព្យាបាលទៅតើអ្នកគឺជាខ្ញុំជាក្មួយប្រុសរបស់គាត់មកដើម្បីព្យាបាលលោកព្យាបាលទៅលោកមេបញ្ជាការនៅសមរភូមិទាហានដែលស្លាប់ដោយសាររបួសមិនជាសះស្បើយគឺជារឿងធម្មតាទៅហើយទោះបីជាខ្ញុំមានការសោកស្ដាយតែជំងឺប្រភេទនេះសូម្បីតែគ្រូពេទ្យខ្លួនក៏អស់សង្ឃឹមដែរនាងគ្រាន់តែជាស្រីម្នាក់តើអាចមានសមត្ថភាពដល់ថ្នាក់ហ្នឹងនាងជួយមិនបានទេហើយអ្វីមិនឲ្យខ្ញុំសាកល្បងល្អហ៊ានសួរថាតើអ្នករៀនសូត្រមកពីណាខ្ញុំមិនមែនជាអ្នកចេះវិជ្ជាពេទ្យទេបើលោកមេតបដឹងថាមនុស្សមិនចេះពេទ្យមកបញ្ជាចុះឡើងក្នុងបន្ទីតបបែបនេះច្បាស់ជាខឹងខ្លាំងមិនខានមែនទេលោកអនុខេនីមកដល់ចំណុចនេះហើយមានតែសាកល្បងមើលប៉ុណ្ណោះលោកអនុខេនីជីវិតមនុស្សជារឿងធំណាស់គឺដោយសារតែជីវិតមនុស្សជារឿងទើបខ្ញុំមិនអាចបោះបង់បានបើមានរឿងអ្វីកើតឡើងខ្ញុំជាអ្នកទទួលខុសត្រូវជឿជាក់លើគេខ្លាំងម្ល៉េះគេបានយកឈ្នះខ្ញុំមូយកគ្រាន់តែចំណុចនេះខ្ញុំគួរតែជឿគេហើយអ្វីដែលហៅថាបើប្រើមនុស្សគឺមិនត្រូវសង្ស័យបើសង្ស័យគឺមិនត្រូវប្រើខ្ញុំឃើញថាអ្នកឆ្លាតពេញមួយជីវិតតែបែរជាមកវង្វេងមួយតែស្រីម្នាក់ធ្វើឲ្យងឹតមុខស្លងស្មារតីបើថ្ងៃនេះពិតជាអាចព្យាបាលជាមែនខ្ញុំនឹងលុបជង្គង់ឲ្យគេតែម្ដងគាត់ថាលោកយាយទៅខ្ញុំដឹងថាគ្រប់គ្នាគឺដើម្បីជួយមនុស្សជំនាញមានផ្នែកផ្សេងគ្នាលោកគឺជាមន្ត្រីពេទ្យខ្ញុំនឹងនៅតែស្ដាប់តាមលោកនិយាយតាមត្រង់ទៅចុះទីហ៊ានទាំងនេះក៏ទ្រាំបានមិនយូរដែរហើយអ្វីលោកត្រូវមកឆ្លោះជាមួយខ្ញុំនេះជារូបមន្តសម្ងាត់របស់ខ្ញុំលោកម្ចាស់យកថ្នាំនេះលាបលើរបួសទីហ៊ានអ្នករបួសធ្ងន់អាចប្រើមុនគេលេបថ្នាំអាចជួយសង្គ្រោះបន្ទាន់ប្រសិទ្ធភាពក៏នឹងកាន់តែច្បាស់ប្រសិនបើលោកមិនប្រកាន់ខ្ញុំអាចជួយសម្រួលការងារឲ្យអ្នកបានយើងជាអ្នកម្ដងជួយមនុស្សទៅលឿនឡើងបងធំខ្ញុំបានប្រាប់យាយហ្គិនរួចហើយនឹងមិនឲ្យបែកធ្លាយអត្តសញ្ញាណរបស់បងទេប៉ុន្តែអ្នកនាងឆេវ៉ាន់ពិតជាពូកែណាស់បើអ្នកណាបានរៀបការជាមួយនាងច្បាស់ជាជួយសន្សំលុយឲ្យគ្រួសារបានច្រើនមិនខានឯងចង់ការជាមួយនាងមែនទេខ្ញុំមិនចង់ការទេគឺបងជាអ្នករើសផ្អែកលើឋានៈនិងតួនាទីរបស់បងធំតើកញ្ញាឆេវ៉ាន់មិនសមនឹងគេទេអីទោះបីជាចេះដឹងច្រើនតែតាមពិតគ្រាន់តែជាពាក្យណែនាំប៉ុណ្ណោះមិនមែនជារឿងអាម៉ាស់តតែសោះក៏មិនមែនជារបស់ងាយស្រួលបានដែរមនុស្សស្រីល្អបែបនេះគួរតែរៀបការយកហើយខ្ញុំមិនរៀបការដាច់ខាតមានស្រីច្រើនគឺងាយញ៉ៃណាស់ទោះបីជានាងចង់រៀបការក៏លោកម្ចាស់ម្នាក់នេះត្រូវពិចារណាសិនដែរ
អូយលាតជើងដុតទៅឲ្យវ៉ាន់ឆេងបានស្ងប់ស្ងាត់ខ្លះមួយនេះក៏ដូចគ្នាដែរលោកយាយម្ចាស់អើយមេតបភូអញ្ជើញលោកមានអាយុច្រើនហើយមិនបាច់ធ្វើបែបនេះទេខ្ញុំទៅមើលបន្ទីផ្សេងទៀតបន្តិចវិនសៀវវ៉ានមិននឹកស្មានថាថ្នាំរបស់នាងពិតជាស័ក្តិសិទ្ធិមែនខ្ញុំជពាក់គុណនាងម្ដងហើយចាំទុកឲ្យល្អទៅពេនីស៊ីលីននេះប្រើបានតែក្នុងសមរភូមិប៉ុណ្ណោះចាត់ទុកថាជួយសាងកុសលឲ្យខ្ញុំចុះបើប្រើក្នុងអាជីវកម្មខ្ញុំត្រូវគិតលុយបន្ថែមគ្មានបញ្ហាងុយដីខ្លាំងណាស់ខ្ញុំទៅគេងមួយស្របក់សិនមានការអីហៅខ្ញុំបានគ្រប់ពេលណាតើឯងនៅមានរឿងប៉ុន្មានទៀតដែលខ្ញុំមិនទាន់ដឹងលោកមេតបស៊ឺមានស្ត្រី2-3នាក់មកដល់ខាងក្រៅថាជាភរិយានិងស្រីស្នំរបស់លោកភរិយារបស់ខ្ញុំ